កម្ពុជាថៃឯកភាពរកដំណោះស្រាយតែភាគីកម្ពុជាមិនអាចដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីកាលពីរសៀលថ្ងៃទី5ខែមិថុនាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានជួបពិភាក្សាជាមួយឯកឧត្តមភូមិធម្មវិចាយឆៃឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិថៃដើម្បីពិភាក្សាអំពីភាពតានតឹងតាមព្រំដែនដែលបានប្រព្រឹត្តទៅស្រុកអរញ្ញប្រទេសខេត្តស្រះកែវប្រទេសថៃឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាបានសរសេររៀបរាប់លើបណ្ដាញសង្គមនាថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះដោយបានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំដូចខាងក្រោមថាក្នុងកិច្ចជួបពិភាក្សានេះភាគីទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹងដោយរក្សាការប្រស័យតាក់ទងគ្នាទៅវិញទៅមកការយោគយល់គ្នានិងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀតក្នុងគោលបំណងជៀសវាងការប៉ះទង្គិចយោធាគ្នារវាងកម្ពុជានិងថៃចំណែកឯភាគីថៃបានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី28ខែឧសភាកន្លងទៅប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមកឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាបញ្ជាក់យ៉ាងច្បាស់ថាភាគីកម្ពុជាមិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយនិងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយបន្ថែមពីនេះដរាបណាភាគីថៃនៅប្រើផែនទីខុសគ្នាមាត្រដ្ឋានខុសគ្នានោះនឹងមិនអាចរកចំណុចកណ្ដាលក្នុងការរក្សាស្ថិរភាពព្រំដែនបានឡើយភាគីកម្ពុជានៅតែប្រកាន់ស្មារតីនៃការគោរពអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000 MOU 2000ដូចដែលមានកន្លងទៅជាមួយគ្នានេះភាគីកម្ពុជាសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង4តំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់ទូចនិងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេដើម្បីបញ្ចប់ជម្លោះនិងកំណត់ព្រំដែនជាក់លាក់ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហារៀបរាប់ថាកម្ពុជាមានបំណងទទួលយកតែសន្តិភាពស្ថិរភាពនិងដង្កល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំដោយឡែកភាគីថៃក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជាក្នុងការដាក់ចំណុចទាំង4ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC, JBC, RBC ទៅលើចំណុចដទៃទៀតនាថ្ងៃខាងមុខទៀតផងភាគីថៃក៏បានបញ្ជាក់នឹងច្រានចោលរាល់ព័ត៌មានអុចអាលនិងរុញស្ថានភាពដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពទាំងពីរនិងប្រជាជនទាំងពីរដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិការលុបកិច្ចប្រជុំ JBC និងព័ត៌មានផ្សេងទៀតក្រៅផ្លូវការផងដែរ